នេះគឺជាទូរស័ព្ទកំពូលប្រចាំឆ្នាំរបស់ Xiaomi ដែលមានឈ្មោះថា Xiaomi 15 វាមានរូបរាងតូចប៉ុន្តែខ្លឹមកាមេរ៉ាខ្លឹមអេក្រង់ខ្លឹមកម្លាំងម៉ាស៊ីនខ្លឹមនិយាយទៅមានគ្រប់យ៉ាងដែលយើងត្រូវការពីទូរស័ព្ទកំពូលមើលពីរូបរាងនិងការ design ស៊ុំតួមូលប៊ូតុងមូលអេក្រង់លាតរាបស្មើហ្គេមស្ដើងដូចជាស្តៀងមិនទេតែស៊ុំកាមេរ៉ាគេធំហើយខ្នងខាងក្រោយគឺស្រឡះល្អហើយវាក៏ជាផ្ទៃម៉ែត្រមិនជាប់ស្នាមរៀមដៃដែរបើគិតជារួមនេះគឺជាទូរស័ព្ទដ៏ស្អាតប្រណិតហាប់ណែនល្អសមជាទូរស័ព្ទកំពូលយើងអាចប្រើ SIM card បាន2និងអាចដាក់ eSIM ក៏បានដែរប្រព័ន្ធការពារទឹកនិងធូលីគឺមានពេញលេញ IP68 និយាយពីអេក្រង់គឺស្អាតនេះគឺជាអេក្រង់ LTPO AMOLED ទំហំ 6.36 អ៊ីនគឺជាអេក្រង់រាបស្មើនិងមានហ្គេមស្ដើងចឹងយកមកមើលវីដេអូវាបង្ហាញបានពេញអេក្រង់ល្អមែនទែនចំណែកទឹកពណ៌ក៏បង្ហាញបានដិតស្រស់ព្រោះវាគឺជាអេក្រង់ប្រភេទ 10bit កម្រិតបង្ហាញ 1200 គុណឲ្យ 2670 pixel កម្រិតភាពម៉ត់គឺ460 ppi និង support HDR ទាំង Dolby Vision និង HDR10 Plus អញ្ចឹងយកទូរស័ព្ទទៅមើលវីដេអូ HDR ពិតជាភ្លឺច្បាស់ត្រជាក់ភ្នែកហើយពន្លឺគឺភ្លឺខ្លាំងដល់ទៅ 3200 nit ដែលងាយមើលមាតិកានៅខាងក្រៅក្រោមពន្លឺថ្ងៃនៅផ្នែកខាងលើនេះគេក៏ក្រាលការពារដោយកញ្ចក់ពិសេសមួយដែលមានឈ្មោះថា Xiaomi Shield Glass ដែលគេអះអាងថាវាធន់នឹងការធ្លាក់ជាងមុនដល់ទៅ10ដងចំពោះ sensor scan ម្រាមដៃក្រោមអេក្រង់គឺដាក់នៅទីតាំងបានល្អងាយស្រួល scan និង scan បានលឿនមិនរងចាំយូរទេអញ្ចឹងបើនិយាយអំពីអេក្រង់នេះគឺជាអេក្រង់កម្រិតកំពូលទាំងច្បាស់ទាំងភ្លឺទាំងម៉ត់និងលាតបានដល់គែមហើយបើនិយាយអំពីកម្លាំងម៉ាស៊ីន chip Snapdragon 8 Elite ទំហំ3 nanometer លើទូរស័ព្ទនេះគឺជា chip កំពូលខ្លាំងជាងគេហើយនៅលើទីផ្សារបច្ចុប្បន្ននេះយើងអាចយកទៅប្រើសម្រាប់ការងារតូចធំបានដោយមិនបារម្ភពីការគាំងទេគេប្រើ GPU Adreno 830ហើយល្បឿនចេញចូលពីកម្មវិធីមួយទៅកម្មវិធីមួយទៀតគឺរអិលដូចប៊ឺអញ្ចឹងដែរម៉ាស៊ីននេះគឺមកជាមួយនៅ RAM ទំហំ 12GB memory ក្នុងម៉ាស៊ីន 512GB ហើយតម្លៃគឺ$829និយាយពីកាមេរ៉ាខាងក្រោយមាន sensor 3គ្រាប់សុទ្ធតែខ្លឹមសុទ្ធតែទំហំ50 megapixel មួយគឺជា sensor gold បំពាក់ lens 23mm មាន aperture 1.6 មួយទៀតបំពាក់ lens telephoto 3x ដែលស្មើនឹង60mm មាន OIS សម្រាប់ទុកលំនឹងនិងមាន aperture ធំដល់ទៅ 2.0 និងមួយគ្រាប់ទៀតបំពាក់ lens ultra wide 115 degree មាន aperture 2.2 នេះគឺជាកាមេរ៉ាកម្រិតកំពូលដែលគេសហការជាមួយនឹងក្រុមហ៊ុន Leica យើងអាចចុចថតបានល្បឿនលឿននិងគុណភាពច្បាស់ល្អហើយខ្ញុំថតច្រើនជាងគេគឺថតចេញពី lens telephoto ហើយមុខងារ portrait ចេញពី lens telephoto នេះពិតជាថតបានស្អាតលេចធ្លោមែនទែនទាំងផ្ទៃព្រាលខាងក្រោយទាំងពណ៌ស្បែកគឺថតចេញមកបានស្អាតមែនទែនអត់ចេះថតក៏ថតបានស្អាតដែរហើយកាមេរ៉ាមុខមានទំហំ32 megapixel នេះគឺជារូបដែលខ្ញុំបានថតរូបថតច្បាស់ល្អផ្ទៃព្រាលខាងក្រោយដាច់ស្អាតពន្លឺរក្សាបានត្រឹមត្រូវល្អគ្មានអីត្រូវតវ៉ាសុំអីថែមទេសម្រាប់ខ្ញុំណាហើយចំពោះមុខងារ AI ក៏មានច្រើនដែរដូចជាលុបវត្ថុឬក៏មនុស្សដែលយើងមិនចង់ឃើញក្នុងរូបភាព AI ធ្វើឲ្យរូបច្បាស់ជាងមុននិង AI លុបចំណាំងផ្លាតចេញពីរូបភាពជាដើមចំពោះសមត្ថភាពថតវីដេអូគឺអាចថតបានដល់ទៅ 8K ចេញពី lens gold និងថតបានដល់ទៅ 4K 60 frame ចេញពី lens ទាំងអស់ផងដែរ speaker មាន2គ្រាប់ខាងក្រោមមួយនិងខាងលើមួយហើយវាចាស់សម្លេងបានធ្ងន់និងពីរោះចំពោះថាមពលថ្មគឺជាកន្លែងដែលគេពង្រីកឲ្យធំជាងមុនបើធៀបជាមួយនឹង Xiaomi 14 កាលពីឆ្នាំមុន Xiaomi 15មានថ្មទំហំ 5240 mAh ធៀបជាមួយនឹងឆ្នាំមុន 4610 mAh នៅលើ Xiaomi 14អញ្ចឹងវាធំជាងមុនហើយចំពោះល្បឿននៃការសាកថ្មគឺដូចឆ្នាំមុនដែរគឺសាកតាមខ្សែបានល្បឿន 90W សាកតាម wireless បានល្បឿន 50W និងសាកបញ្ច្រាស់ទៅឧបករណ៍ផ្សេងបានដល់ទៅ 10W សរុបចុងក្រោយ Xiaomi 15គឺជាទូរស័ព្ទតូចដ៏ស្រស់ស្អាតតែមានសមត្ថភាពកប់គ្រប់យ៉ាងមានកាមេរ៉ាខ្លាំងមានអេក្រង់ល្អមានកម្លាំងម៉ាស៊ីនខ្លាំងមានថ្មធំសាកបានលឿនប្រព័ន្ធការពារទឹកនិងធូលីពេញលេញនិយាយទៅវាមានគ្រប់យ៉ាងដែលយើងត្រូវការពីទូរស័ព្ទកំពូលហើយ Xiaomi 15នឹងមានលក់ជាផ្លូវការនៅស្រុកយើងជាមួយនឹងការធានាពេញលេញពីក្រុមហ៊ុនជាមួយនឹងតម្លៃ$829បាន RAM 12GB memory ក្នុងម៉ាស៊ីន 512GB បងប្អូនយល់យ៉ាងម៉េចដែរចំពោះ Xiaomi 15មួយនេះសូមសរសេរមតិយោបល់ក្នុង comment ខាងក្រោមឲ្យខ្ញុំបានស្វែងយល់ផងសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត